วอตึกเมื่อเตอร์โดยจิตตึกสะอาดธรรมជាតិប៉ុន្តែតាមការពិតទឹកនៅក្នុងវមិនមែនជាទឹកបរិសុទ្ធដូចទឹកដបនោះទេពេលដើរព្រៃដាច់ទឹកច្បាស់ណាស់ថាយើងអាចប្រើវទឹកដើម្បីជំនួសទឹកក្នុងការបន្តជីវិតបានតើយើងអាចសម្គាល់វទឹកបែបណាទើបដឹងថាគ្មានជាតិពុលគ្មានប៉ារ៉ាស៊ីតនិងអាចផឹកបានចម្លើយនឹងមាននៅក្នុងវីដេអូមួយនេះសូមពុកម៉ែបងប្អូនជួយចុច follow page ដានជើងដើម្បីទទួលបានវីដេអូថ្មីៗនៅមុនគេថ្ងៃនេះដែរខ្ញុំនឹងនាំអារម្មណ៍ពុកម៉ែបងប្អូនមកស្គាល់ពីរសជាតិធម្មជាតិនៃការចម្អិនម្ហូបតាមតំបន់ព្រៃភ្នំក៏ដូចជាការចែករំលែកចំណេះដឹងអំពីវទឹកដែលអាចជាជំនាញសង្គ្រោះខ្លួនឯងនៅពេលវង្វេងព្រៃឬក៏ខ្វះទឹកដើមឡើយពួកខ្ញុំបានធ្វើដំណើរទៅកាន់ទឹកធ្លាក់ថ្មីមួយកន្លែងដែលស្ថិតនៅតំបន់អូសោមដើម្បីសម្រាកលំហែនិងស្រូបយកអារម្មណ៍ធម្មជាតិតាមតំបន់ព្រៃភ្នំតាមផ្លូវក៏ប្រទះឃើញក្រវ៉ាញភ្នំដែលមើលទៅពិតជាសមជាមួយនឹងត្រីខយើងខ្លាំងមែនទែននិយាយទៅការដើរព្រៃឡើងភ្នំបោះតង់ម្ហូបកំប៉ុងគឺកាន់តែងាយស្រួលយកតាមខ្លួនហើយថ្ងៃនេះខ្ញុំក៏បានសាកល្បងយកត្រីខយើងមកចម្អិនជាលើកដំបូងគ្រាន់តែកោះកំប៉ុងចាក់ចូលខ្ទះភ្លាមក្លិនឈ្ងុយឡើងទាក់ទាញផ្លែតសាច់ត្រីណែនល្អហើយបរិមាណក៏ច្រើនល្មមសម្រាប់ចែកគ្នាញ៉ាំពេលដាក់ជាមួយនឹងបន្លែព្រៃនិងក្រវ៉ាញបែបនេះទៀតរសជាតិពិតជាពិសេសខ្លាំងមែនទែននិយាយទៅឆ្ងាញ់ខ្លាំងជាងផលិតផលត្រីខស្រី3នាក់របស់ផ្ទះលេខ2យើងទៅទៀតពេលមានត្រីខយើងរបស់វរៈបន្ថែម food ឆ្ងាញ់បែបហ្នឹងល្មមដល់ពេលបញ្ឈប់ការទទួលទានត្រីខផ្ទះលេខ2ទៀតហើយផលិតផលត្រីខយើងមានពីររសជាតិត្រីសាឌីននិងរសជាតិត្រីម៉ាការ៉ែលទាំងរសជាតិទាំងការរចនាសម្បកកំប៉ុងសុទ្ធតែបង្កប់អត្ថន័យរបស់ខ្មែរជាមួយនឹង logo ផ្កាច័ន្ទនិងឈ្មោះត្រីខយើងដែលតំណាងឲ្យប្រជាជនកម្ពុជាគ្រប់រូបឥឡូវនេះត្រឡប់មកកាន់សាច់រឿងយើងវិញវ៉ទឹកមើលទៅដូចជាទឹកស្អាតធម្មជាតិប៉ុន្តែតាមការពិតទឹកនៅក្នុងវ៉មិនមែនជាទឹកបរិសុទ្ធដូចទឹកដបនោះទេវាគឺជាអង្គធាតុរាវដែលរុក្ខជាតិដឹកជញ្ជូននៅក្នុងខ្លួនរបស់វាតាមប្រព័ន្ធសៃឡែមដែលផ្ទុកទាំងទឹករ៉ែស្ករនិងសារជាតិគីមីផ្សេងៗទៀតហេតុអ្វីបានជាវ៉ទឹកខ្លះមានជាតិពុលព្រោះរុក្ខជាតិជាច្រើនមានសារធាតុនិងមានប្រព័ន្ធការពារខ្លួនធម្មជាតិដើម្បីកុំឲ្យសត្វមកស៊ីបើគ្មានសារធាតុទាំងអស់នេះនោះទេសត្វល្អិតឬក៏សត្វព្រៃអាចស៊ីវាបានដោយងាយវ៉ទឹកខ្លះគ្រាន់តែប៉ះស្បែកក៏រមាស់ខ្លះក៏អាចបណ្ដាលឲ្យក្អួតឈឺពោះហើយខ្លះធ្ងន់ធ្ងរប៉ះពាល់ដល់ប្រព័ន្ធប្រសាទហេតុដូច្នេះទោះទឹកមើលទៅឃើញថ្លាក៏មិនមានន័យថាវាសុវត្ថិភាពដែរហើយហេតុអ្វីបានជាវាមានប៉ារ៉ាស៊ីតឬក៏មេរោគនៅខាងក្នុងវ៉ព្រោះវ៉រស់នៅក្នុងព្រៃសើមដែលពោរពេញទៅដោយផ្សិតបាក់តេរីនិងសត្វល្អិតមេរោគអាចចូលតាមរបួសឈើដើមវ៉កន្លែងរលួយស្នាមសត្វល្អិតខាំផ្សិតនៅក្នុងសាច់ឈើជាពិសេសវ៉ចាស់ឬក៏រលួយដែលមានហានិភ័យខ្ពស់ជាងគេតែហេតុអ្វីបានអ្នកដើរព្រៃខ្លះនៅតែអាចផឹកវាបានព្រោះអ្នកដើរព្រៃគឺស្គាល់ព្រៃអាចបែងចែកវ៉ដែលមានសុវត្ថិភាពជាទូទៅអ្នកដើរព្រៃនឹងជ្រើសរើសវ៉ដែលកាត់ហើយទឹកហូរថ្លាមិនមានជ័រសមិនមានក្លិនចម្លែកដើមស្រស់មិនរលួយនិងជាប្រភេទដែលអ្នកស្រុកធ្លាប់ស្គាល់យូរមកហើយប៉ុន្តែក៏មិនអាចធានាបាន 100% នោះដែរសញ្ញាដែលគេច្រើនជឿថាវ៉ទឹកអាចផឹកបានមានដូចជាទឹកថ្លានិងហូរច្រើនបើទឹកពណ៌សលឿងហើយស្អិតសូមកុំផឹកវ៉ទឹកដែលអាចផឹកបានមិនមានក្លិនខ្លាំងប្រសិនបើមានក្លិនជូរដូចថ្នាំឬក៏ដូចជ័រសូមជៀសវាងកុំផឹកវាអីវ៉ល្អភាគច្រើនស្រស់រឹងនិងគ្មានផ្សិតមិនមានជ័រសវ៉ដែលមានជ័រសច្រើនអាចបង្ករលាកឬក៏ឈឺពោះឬក៏ពុលវ៉ទឹកអាចផឹកបានជាប្រភេទដែលអ្នកស្រុកស្គាល់នេះគឺជាវិធីសុវត្ថិភាពជាងគេហើយមានរឿងជាច្រើនទៀតដែលមិនគួរជឿជាដាច់ខាតបើសត្វផឹកបានមនុស្សក៏ផឹកបានគឺមិនត្រឹមត្រូវនោះទេទឹកថ្លាគឺសុវត្ថិភាពមិនពិតប្រាកដនោះទេរសជាតិផ្អែមមិនពុលគឺមិនមែនបែបហ្នឹងទេរសសារជាតិពុលជាច្រើនគ្មានទាំងពណ៌គ្មានទាំងក្លិនចំពោះស្ថានភាពបែប survival ខ្លះគេអាចកាត់វ៉ខ្ពស់ពីដីទុកឲ្យទឹកហូរចេញមកមុនបន្តិចហើយសាកល្បងផឹកតិចសិនដើម្បីដឹងថាតើវាពុលឬក៏អត់ហើយដូច្នេះប្រសិនបើយើងមិនស្គាល់ព្រៃច្បាស់សូមកុំផឹកវ៉ទឹកដែលមិនធ្លាប់ស្គាល់អីព្រោះវ៉ទឹកខ្លះពុលមើលទៅស្រដៀងនឹងវ៉ទឹកធម្មតាខ្លាំងមែនទែនការកាប់វ៉ទឹកវាមិនមែនជាការបំផ្លាញវ៉ឬក៏បំផ្លាញព្រៃឈើនោះទេព្រោះវ៉ដែលដុះនៅតាមដើមឈើវាប្រៀបបានដូចនឹងបញ្ញាក្អែកដែរកាត់មួយកង់វានៅតែអាចរស់បាននិងអាចដុះឫសថ្មីបន្តទៀតតាមរយៈការបឺតជញ្ជក់ទឹកនិងសារជាតិចិញ្ចឹមផ្សេងពីដើមឈើដែលវាតោងនិងពេលខ្លះរហូតដល់ដើមឈើងាប់ក៏មាននិយាយទៅការដើរព្រៃឡើងភ្នំបោះតង់ទឹកគឺជារឿងដែលសំខាន់តែអ្វីដែលមិនអាចអត់បាននោះគឺស្បៀងងាយៗដើម្បីដាក់តាមខ្លួនពេលមានត្រីខយើងរបស់វរៈបន្ថែម food ឆ្ងាញ់បែបហ្នឹងល្មមដល់ពេលបញ្ឈប់ការទទួលទានត្រីខផ្ទះលេខ2ទៀតហើយសម្រាប់វីដេអូថ្ងៃនេះក៏ឈានដល់ទីបញ្ចប់អរគុណចំពោះការទស្សនាក៏ដូចជាការចែករំលែកបន្តជួបគ្នាវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ